ប្រជុំនិទានជាដករឿងនាងធនតិសីក្នុងពុទ្ធកាលថ្ងៃមួយព្រះសម្ពុទ្ធបរមគ្រូស្ដេចយាងទៅដែនកោសលជាមួយនឹងភិក្ខុសង្ឃ5អង្គទ្រង់យាងទៅសម្រាប់ប្រកាយក្នុងធនក្រាមដើម្បីកម្ចាត់បងនៅមិច្ឆាទិដ្ឋិរបស់ព្រាហ្មណ៍ក្នុងធនក្រាមនោះពួកព្រាហ្មណ៍ទាំងឡាយបានឮដំណឹងថាព្រះសម្ពុទ្ធព្រមទាំងភិក្ខុសង្ឃស្ដេចយាងនិមន្តមកដល់ត្រៃស្ទឹងខាងនាយបំរុងនឹងឆ្លងទៅក្នុងធនក្រាមហើយពួកព្រាហ្មណ៍ព្រឹទ្ធាចារ្យទាំងឡាយបានប្រកាសប្រាប់ដល់ព្រាហ្មណ៍ជាបរិស័ទថាយើងទាំងអស់គ្នាមិនគប្បីគួសមរាប់រកឲ្យវត្ថុអ្វីដល់សមណគោតមឡើយម្យ៉ាងទៀតយើងទាំងអស់គ្នាត្រូវអូសទូកឡើងពីកំពង់ឲ្យអស់ហើយរុះស្ពានចោលចេញទាំងសាលាសំណាក់ក៏ត្រូវរុះស្បូវឬរនាបឲ្យអស់បើអ្នកណាមួយទៅគួសមឲ្យវត្ថុអ្វីដល់សមណគោតមនិងភិក្ខុសង្ឃត្រូវធ្វើទោសអ្នកនោះដល់ជីវិតព្រះសម្ពុទ្ធទ្រង់ជ្រាបបុព្វការៈរបស់ព្រាហ្មណ៍ដូច្នោះហើយក៏នាំភិក្ខុសង្ឃ500ហោះឯដល់អាកាសឆ្លងស្ទឹងទៅត្រង់កណ្ដាលស្រុកនោះទ្រង់និមន្តទៅគង់ក្រោមម្លប់ឈើមួយដើមក្បែរអណ្ដូងទឹកសម័យនោះមាននាងទាសីម្នាក់ជាខ្ញុំបម្រើត្រកូលព្រាហ្មណ៍មួយក្នុងធនក្រាមនោះកំពុងកណ្ដៀតក្អមទៅដងទឹកអណ្ដូងបានឃើញព្រះមានព្រះភិក្ខក៏មានចិត្តជ្រះថ្លាកើតឡើងនាងគិតថាសម័យនេះក្តៅណាស់ព្រះសម្ពុទ្ធនិងព្រះសង្ឃទាំងអស់អង្គប្រហែលជាស្រេកទឹកខ្លាំងបានជាមកគង់ក្នុងទីនេះអញត្រូវតែដងទឹកមួយក្អមយកទៅប្រគេនទើបគួរប៉ុន្តែព្រាហ្មណ៍ព្រឹទ្ធាចារ្យបានដាក់អាជ្ញាថាបើអ្នកណាទៅគួសមយកវត្ថុអ្វីទៅប្រគេនដល់សមណគោតមនិងព្រះសង្ឃនេះត្រូវមានទោសដល់ជីវិតនាងគិតដូច្នេះហើយក៏ដើរហួសទៅដងទឹកលុះត្រឡប់មកវិញសទ្ធាក៏កាន់តែកើនឡើងខ្លាំងឡើងទើបគិតថាណាហើយចុះអញបានជួបនឹងស្រែបុណ្យដ៏ប្រសើរយ៉ាងនេះហើយគួរតែធ្វើទានពុំខានទោះបីគេសម្លាប់ឬដាក់អញ្ញាយ៉ាងណាក៏តាមការចុះនាងក៏កណ្ដៀតក្អមចូលទៅកណ្ដាលវងព្រះសង្ឃយកទឹកមួយក្អមទៅប្រគេនព្រះសម្ពុទ្ធទ្រង់ទតដោយប្រហ័សទាំងពីរប្លែកអាការៈឲ្យនាងដឹងថាព្រះអង្គត្រូវការទឹកនោះណាស់ទ្រង់ចាក់ទឹកនោះលុបប្រភៈហើយឆាន់ក្នុងទីចំពោះមុខរបស់នាងដោយអំណាចឫទ្ធិរបស់ព្រះអង្គទឹកក្នុងក្អមនៅពេញដដែលទើបឲ្យក្អមទឹកនោះទៅភិក្ខុសង្ឃទាំង500ឆាន់ទៀតទឹកក្អមក៏នៅតែពេញដដែលនាងធនទាសីបានឃើញចម្លែកអស្ចារ្យដូច្នេះហើយសេចក្តីជ្រះថ្លាក្នុងព្រះសាស្តាក៏កាន់តែចម្រើនស្ថាពរឡើងជា100គុណការភិក្ខុសង្ឃទាំង500ឆានឆ្អែតស្កប់ស្កល់ហើយព្រះសម្ពុទ្ធទ្រង់ប្រទានក្អមទឹកនោះដល់នាងធនទាសីវិញនាងបានទទួលក្អមហើយថ្វាយបង្គំលាព្រះមានព្រះភិក្ខទៅគេហដ្ឋានរបស់នាងលំដាប់នោះពួកព្រាហ្មណ៍ទាំងឡាយក៏ចាប់នាងវាយតបបណ្ដាយយកទៅឲ្យព្រាហ្មណ៍ជាចៅហ្វាយនាយព្រាហ្មណ៍ជាចៅហ្វាយនាយបានថែមទៀតទាល់តែស្លាប់ក្នុងពេលនោះទៅចំណែកខាងព្រះមានព្រះភិក្ខកាលបើនាងធនទាសីចេញទៅផុតហើយទ្រង់ត្រាស់ហៅអានន្ទប្រើឲ្យយកបាតព្រះអង្គទៅដងទឹកអណ្ដូងព្រះអានន្ទមិនហ៊ានទៅដងព្រោះខ្លាចព្រាហ្មណ៍វាយសម្លាប់ទ្រង់ប្រើជាគម្រប់3ដងព្រះអានន្ទមិនហ៊ានប្រកែកទើបកាន់យកបាតនិមន្តទៅអណ្ដូងទឹកគ្រាន់តែទៅដល់មាត់អណ្ដូងទឹកក៏បាញ់ចេញ
ពីក្នុងអណ្ដូងចូលជន់សាច់ទៅលើមហាព្រឹត្តពីលិចភូមិស្រុកធនក្រៀមនោះមួយរំពេចប៉ុន្តែត្រង់កន្លែងដែលព្រះសម្ពុទ្ធនិងព្រះសង្ឃគង់នោះឥតមានទឹកលិចឡើយពួកព្រាហ្មណ៍ទាំងឡាយឃើញហេតុអស្ចារ្យដូច្នោះហើយផិតភ័យខ្លាំងណាស់ក៏នាំគ្នារត់ចូលទៅសុំទោសព្រះសម្មាសម្ពុទ្ធថ្វាយខ្លួនជាឧបាសកឧបាសិកាយកព្រះរតនត្រ័យជាទីពឹងទីរលឹកស្មើដោយជីវិតទឹកក៏បាត់អស់រលីងក្នុងខណៈនោះទៅឯនាងធនទាសីដែលព្រាហ្មណ៍វាយសម្លាប់នោះបានទៅកើតក្នុងឋានត្រៃត្រឹងមានរូបល្អឥតឧបមាមានរស្មីចែងចាំងចេញអំពីប្រកាយផ្សាយទៅក្នុងទិសទាំងពួងមានស្ត្រីទេពអប្សរ1000ចោមរោមជាបរិវារស្ថិតនៅក្នុងវិមានមាសមានសន្តានដូចជាទុកឹងប្រទេសស្ថាននៅលើទឹកទឹកក្នុងមហាស្រះបោខរណីមួយលើមាត់ស្រះមានដើមកប្បព្រឹកដុះព័ទ្ធជុំវិញក្នុងស្រះនោះមានដើមឈូកដុះប្រងព្រាតបញ្ចេញផ្កាផ្លែក្លិនក្រអូបឈ្ងុយឈ្ងប់ឈូកនោះមានផ្កា5ពណ៌ខ្លះដើមជាមាសស្លឹកជាកែវមณีផ្កាជាប្រាក់ផ្លែជាត្បូងទទឹមខ្លះដើមជាត្បូងទទឹមស្លឹកជាប្រាក់ផ្កាជាកែវមณีផ្លែជាមាសដុះព័ទ្ធជុំវិញវិមានប្រាសាទក្នុងពេលនោះនាងគិតពិចារណាមើលអតីតជាតិរបស់នាងបានដឹងសពគ្រប់ថាអូអញដែលបានមកកើតជាទេវធីតាបរិបូរណ៍ដោយទ្រព្យសម្បត្តិដូច្នេះដោយសារតែទឹកមួយក្អមដែលអញបានប្រគេនព្រះសម្ពុទ្ធក្នុងស្រុកធនក្រៀមឥឡូវនេះព្រះសម្ពុទ្ធគង់នៅក្នុងទីនោះពុំទាន់និមន្តទៅណាឡើយដូច្នេះគួរតែទៅបំពេញសម្បត្តិរបស់អញឲ្យវិសេសជាងនេះទៅទៀតគិតដូច្នេះហើយក៏ចុះមកភ្លាមវិមានប្រាសាទក៏អណ្ដែតដោយមកប្រទេសស្ថាននៅលើផែនដីក្នុងទីចំពោះព្រះភ័ក្ត្រព្រះសម្ពុទ្ធនាងទេពធីតាបាននាំបរិវារទាំង1000ចេញពីវិមានប្រាសាទចូលទៅថ្វាយបង្គំព្រះសម្ពុទ្ធជាបរមគ្រូពេលនោះពួកព្រាហ្មណ៍ទាំងឡាយដែលកំពុងអង្គុយគល់មានព្រះភិក្ខក៏ផ្អើលឈូឆរនឹកស្ងើចដើម្បីឲ្យព្រាហ្មណ៍ទាំងអស់បានដឹងក្នុងពេលនោះថាមនាលទេពធីតាអ្នកបរិបូរណ៍ដោយទិព្វសិរីមានពន្លឺចែងចាំងជានិច្ចតើនាងមកអំពីទីណាបានធ្វើបុណ្យអ្វីក្នុងពីជាតិមុននាងទេពធីតាក្រាបទូលថាបបិទ្ធព្រះមានព្រះភិក្ខខ្ញុំព្រះអង្គមកពីឋានត្រៃត្រឹងកាលពីម្សិលមិញខ្ញុំព្រះអង្គនៅក្នុងស្រុកធនក្រៀមនេះបានដងទឹកមួយក្អមប្រគេនព្រះអង្គលួសត្រឡប់ទៅផ្ទះពួកព្រាហ្មណ៍ទាំងឡាយដែលអង្គុយជុំវិញនោះនាំគ្នាចាប់វាយខ្ញុំព្រះអង្គបណ្ដើរទៅឲ្យព្រាហ្មណ៍ជាចៅហ្វាយរបស់ខ្ញុំព្រះអង្គព្រាហ្មណ៍ជាចៅហ្វាយនាយរបស់ខ្ញុំព្រះអង្គបានវាយថែមទៀតដល់រាបដល់ស្លាប់បន្ទាប់មកនាងក៏បានថ្លែងរៀបរាប់អំពីទិព្វសម្បត្តិរបស់នាងក្នុងស្ថានសួគ៌ដោយសពគ្រប់លុះចប់ហើយព្រះសម្ពុទ្ធបរមគ្រូទ្រង់សម្ដែងនៅធម្មកថាពន្យល់អំពីអរិយសច្ចធម៌4ប្រការនាងទេពធីតាក៏បានសម្រេចដល់សោតាបត្តផលក្នុងពេលនោះទើបថ្វាយបង្គំលាព្រះមានព្រះភិក្ខទៅឋានត្រៃត្រឹងវិញពួកព្រាហ្មណ៍ក្នុងធនក្រៀមក៏បានយល់ច្បាស់នៅលទ្ធិពុទ្ធសាសនាក្នុងពេលនោះ